បាទសួស្តីអ្នកគ្នាត្រឡប់មកខ្ញុំបាទរត់នេះខ្ញុំមកលេងវាក់ blog ជាមួយមិត្តភ័ក្តិរបស់ខ្ញុំហើយថ្ងៃនេះយើងមកធ្វើការសាងសង់ផ្ទះហើយនឹងធ្វើកន្លែងដាំឈើដោយសារតែឈើយើងវាអស់ហើយអញ្ចឹងយើងត្រូវការកន្លែងដាំឈើហើយនឹងធ្វើផ្ទះសម្រាប់ទុក item អីចឹងអ្នកគ្នាហើយដោយសារតែខ្ញុំរវល់គឺខ្ញុំមិនបានធ្វើវីដេអូផុសឲ្យអ្នកគ្នាមើលទេសូមអធិស្ឋានផងដោយសារខ្ញុំជាប់រវល់រៀននិងធ្វើការងារផ្ទះអ្នកគ្នាតើកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូទៅអ្នកគ្នាមុនដំបូងយើងដើរទៅកាប់ថ្មសិនហើយអ្នកគ្នាច្បាស់ជាឆ្ងល់ហើយថាមិនបានមានកន្លែង farm stone ហ្នឹងដោយសារខ្ញុំធ្វើឲ្យបាន recall អ្នកគ្នាមើលទេហើយអ្នកគ្នាបើសិនជាខ្ជិលមើលកន្លែងកាប់នេះអ្នកគ្នាអាចផ្សារទៅមុខបានបន្ទាប់ពីកាប់ហើយខ្ញុំក៏បានមកកាប់កន្លែង farm one block យើងថែមទៀតដោយសារតែគ្នាខ្ញុំវា less game អញ្ចឹងខ្ញុំមកកាប់ជំនួសវាហ្មងទៅបន្តមកខ្ញុំក៏បានកាប់បានឆេះមួយដែលមាន item ដូចជា diamond ហើយនឹងក្របព្រួញសម្រាប់ឲ្យយើងប្រើនៅនេះគ្រាន់តែកាប់ហួសឆេះនឹងតិចយើងចាប់ដើមកាប់បានប្រអប់ដែលមានឈ្មោះ special គេអ្នកគ្នាអានខ្លួនឯងទៅដែលមានenchant book នៅក្នុងហ្នឹងក៏វាល្អដែរហើយខ្ញុំក៏ឲ្យពួកម៉ាក់ខ្ញុំវាយក item ហ្នឹងទៅអ្នកគ្នាដើម្បីបានខ្ញុំកាប់បន្តទៀតហើយនៅពេលដែលកាប់ហ្នឹងក៏កាប់បាន diamond ដែរហើយនឹងបានសត្វពិសោធន៍តែខ្ញុំក៏បានយកវាទេខ្ញុំកាប់វាស្លាប់ចោលហ្មងទៅដោយសារខ្ញុំមានហើយបន្ទាប់ពីខ្ញុំបានកាប់បែកPF របស់ខ្ញុំហើយខ្ញុំក៏បានយក item ទាំងនោះយកមករៀបដាក់តាមក្នុងប្រអប់ហ្នឹងហើយយើងនឹងcraft pickaxe ដើម្បីយើងទៅធ្វើផ្ទះហើយនឹងយក item ដូចជា stone ហើយនឹងឈើមកយកទៅសាងសង់ផ្ទះបើ item ដូចអ្នកគ្នាមើលក្នុងវីដេអូអញ្ចឹងគឺវាវល់ខ្លាំងមែនទែនដោយសារយើងអត់ទាន់មានផ្ទះទុកឆេះដាក់ឆេះដាក់អីចឹងណាគ្នាចឹងហើយមើល item វល់ពេញហ្នឹងចឹងហើយបានខ្ញុំសម្រេចចិត្តថានឹងសាងសង់ផ្ទះដើម្បីដាក់ឆេះទុករបស់ឲ្យមានសណ្ដាប់ធ្នាប់ហើយនេះគ្នាខ្ញុំវាកំពុងតែរៀប item វល់ពេញនេះវាថាឈឺក្បាលរៀប item ដោយសារខ្ញុំអត់សូវខ្វល់ដែរដាក់ item ចូលញ៉ៃទៅហើយក៏បានធ្វើព្រួញធ្វើអីដើម្បីការពារខ្លួនពីសត្វដែលវា spawn ពេញយប់ហ្នឹងគ្នាចាំមើលវីដេអូដល់មានវាមកខាំខ្ញុំហើយក៏បានមកដើររក item ផ្សេងនេះដូចជាឈើហ្នឹងគឺយើងធ្វើទេយើងត្រូវការវាខ្លាំងមែនទែនដើម្បីធ្វើទៅស
ហើយខ្ញុំក៏បានចូលមកក្រា PX ផងដែរសាស PX ខ្ញុំចាស់បែកប្រៃខ្ញុំកាប់កន្លែងនោះមិញឡើងបែក PX វិញហើយមើលរបស់ដៃឡើងវល់មកគ្នាក្បាលគេខ្ជិលរៀបហ្មងហើយរបស់ទាំងនេះសើកាប់បានមកពីអានោះវិញបានគ្នាខ្ញុំនេះរៀបដល់គ្នាខ្ញុំវិញក៏តែឌីសាញឲ្យសាងសង់ផ្ទះអីនេះប្លុកនេះក៏យើងត្រូវការដែរអ្នកគ្នាប្លុកដែលនៅក្រោមដីដែលជ្រៅប្លុកនឹងធ្វើដំបូលស្អាតហើយខ្ញុំក៏បានសម្រាប់ចិត្តថាមកវាស់ដីផ្សេងយូរនេះទៅមួយទៀតហើយយើងយូរវាមកហើយយើងយូរទៅដាក់គេហ្នឹងដើម្បីស្រួលក្នុងការធ្វើដំបូលយើងក៏បានវាស់វែងវាស់អីទៅហើយអ្នកគ្នាមើលតាមហ្នឹងណាគ្នា
យកប្រកាន់ដៃមកដាក់នៅផ្ទះយើងហើយដើម្បីលើកសម្រស់ផ្ទះរបស់យើងឲ្យវាឃើញស្អាតជាងមុនហើយខ្ញុំក៏បានចូលមកបន្ថែមប្អួចផ្ទះរបស់យើងដោយសារយើងអត់មានកញ្ចក់ទេគឺខ្សាច់នៅពេលដែលយើងវាយហើយគឺវាធ្លាក់ចុះទៅក្រោមយើងវាយវាអត់បានទេចឹងមានតែដាក់អាប្អួចនេះសិនឯងហើយខ្ញុំក៏បានdesign ដាក់កន្លែងដាក់ឆ្កៀងដាក់អីតិចតិចទៅវាភ្លឺផងនៅវាឃើញស្អាតផងហើយការធ្វើផ្ទះរបស់យើងនេះគឺវាពិតជាខ្វះខាតខ្លាំងមែនទែនដោយសារវាវ៉ាន់ប្លុកនេះយើងមិនចង់បានប្លុកអីដូចចិត្តយើងវា random ប្លុកយើងចង់បានថ្មអីចឹងទៅវាឲ្យខ្លាំងវាឲ្យដីណាឲ្យឈើចឹងទៅយើងខ្វះកណ្ដាលធ្វើផ្ទះធ្វើអីវារៀងបាក់ដែរហើយនេះមើលពីខាងក្រៅមកទៅដូចមានអារម្មណ៍មានអីមួយទេហើយខ្ញុំឃើញអញ្ចឹងក៏បានដើរដាក់កន្លែងដាក់ឆ្កៀងថែមទៀតហើយខ្ញុំមើលយូរទៅខ្ញុំគិតថាគួរដាក់ស្លឹកឈើបន្ថែមទៀតដើម្បីវាលយជាងមុនហើយក៏បានដើរទៅកាត់ស្លឹកឈើមកដាក់ហើយនេះខ្ញុំដាក់ដឹងស្អីទេចូលឡើងវាយដាក់ពេញឯណាគ្នាបើសិនអ្នកទាំងអស់គ្នាធុញអាចផ្សារបានអាចផ្សារទៅមុខទៅបាននេះគឺយើងដាក់ស្លឹកឈើហើយខ្ញុំក៏បានឡើងទៅដាក់អីគេអាហ្នឹងគេហៅពងផ្សែងអ្នកគ្នាមើលតាមហ្នឹងទៅយើងធ្វើឲ្យវាហុយណាគ្នាឲ្យវាឃើញលយតែអាហ្នឹងវាគ្មានប្រយោជន៍ទេណាគ្នាគាត់ដាក់ឲ្យវាឃើញស្អាតប៉ុណ្្នឹងឯងហើយបន្ទាប់ពីដាក់ឲ្យខ្ញុំក៏បានចុះមកក្រោមវិញដើម្បីមើលថាវាលយប៉ុណ្ណាមើលទៅវាមានអីទៅនោះមួយយ៉ាងនេះតែគាត់ថាទៅវាភ្លៀងបន្តិចហើយណាមួយ shader version 1.21.50 នេះវាមិន support ជាមួយនឹង shader ប្រហែលទេពេលដាក់ទៅវាអាចនឹងកលិចហើយខ្ញុំក៏បានយកឲ្យ wire 1យកមកទុកវិញឲ្យសារវាញ៉ៃហើយខ្ញុំក៏មានកូនកំណត់តូចមួយនឹងបង្កើតកន្លែងដាំដើមឈើតែអត់តាន់ធ្វើទេយើងក៏ការមួយម៉ាញ់ថ្មសិនហើយគ្នាខ្ញុំក៏បានឆេមួយដែលឆេហ្នឹងវាអត់សូវមានប្រយោជន៍ណាស់ទេបានតែក្បាលលពៅយើងធ្វើការក្រាស់ជាមួយ slab មកឈើហើយខ្ញុំនៅពេលខ្ញុំគិតថាវាខ្វះថ្មខ្ញុំក៏បានដើរមកម៉ាញ់ថ្មសិនហើយដល់គ្នាកន្លែងនេះដល់គ្នាចង់ផ្សារក៏បានដល់គ្នាតែខ្ញុំខំដាក់វីដេអូគុណ2ឲ្យមើលហើយ
បន្ទាប់ពីម៉ាយ៉ាងមកឆ្អែតទៅខ្ញុំគាត់ថាវាបានច្រើនទេតែខ្ញុំមិនដឹងថាវាគ្រប់អត់ទេប៉ុណ្ណឹងខ្ញុំក៏បានយកវាមកក្រាស់ទៅ slab បន្ថែមទៀតទៅវិញទៅធ្វើកន្លែងដាំឈើខ្ញុំក៏បានដើរមកធ្វើកន្លែងដាំឈើខ្ញុំបាក់ដែរអ្នកគ្នាខ្លាចតែស្រីវដើរទៅធ្លាក់ងាប់ដែរមើលវាបនប្លុកនេះវាមេឃសុតប្រយទៅធ្លាក់ទៅងាប់ហ្នឹងអ្នកគ្នានេះនៅកន្លែងនេះដែរអាសัตว์នោះវាមកវាយខ្ញុំហើយដល់មិនវាឈឺខ្លាំងមែនតើអ្នកនេះមើលតាមហ្នឹងទៅមកដៃវាឡើង4 3ដងខ្ញុំក៏បានចូលក្នុងទៀតដើម្បីស៊ីនំប៉័ងឲ្យវាឡើងឈាមវិញទៅសាំមែនអាសัตว์ហ្នឹងយូរខាតពេលអាសัตว์ហ្នឹងមែននេះភាសាពេលយកវា spawn មកហើយវាយមកឈឺខ្ញុំក៏បានសម្រេចចិត្តថាចង់ចេញទៅកាប់វាតែរៀងអត់ហ៊ានដែរខ្លាចវាដាក់ងាប់នៅវានៅលើហ្នឹងគ្នាខាត់ហើយខ្ញុំក៏បានត្រូវស៊ីមួយដៃមកវាជាលើកទី2គឺរត់ចូលក្នុងទាវិញយ៉ាងលឿនតាមមួយដៃទៀតងាប់ហើយខ្ញុំក៏បានស៊ីនំប៉័ងឲ្យវាឡើងឈាមវិញតែនៅលើ bedrock ទៅបីយ៉ាងស៊ីពេញក៏វាមិនងាយឡើងឈាមមកយើងទៅ Java ដែរអ្នកគ្នាគឺវាឡើងម្ដងមកកម្មយឺតខ្លាំងមែនទែនហើយខ្ញុំក៏បានឈួរចាំវាមក plate ដែរដើម្បីឲ្យឈាមវាពេញវិញហើយនៅពេលដែលខ្ញុំចេញទៅហ្នឹងគឺវាប្រហែលជាខ្លាចខ្ញុំណ៎ខ្លាចបារមីខ្ញុំក៏វា respawn ទៅវិញបាត់ហើយអញ្ចឹងយើងមានសុវត្ថិភាពវិញអញ្ចឹងហើយខ្ញុំក៏បានដើរចូលក្នុងផ្ទះដើម្បីយកព្រួញយកទុកបាញ់វាដែរតទៅពីតែខ្ញុំក៏បានដើរមករៀប slab ខ្ញុំបន្តទៀតដើម្បីកុំឲ្យវីដេអូយើងវាកាន់តែយូរវែងហើយខ្ញុំក៏បានដាក់ slab អស់ដែរខ្ញុំក៏បានដើរទៅកន្លែងកាប់ថ្មដើម្បីកាប់ថ្មក្រាស់វាបន្ថែមទៀតដោយសារវាមិនក្រាន់ទេបើប៉ុណ្ណឹងនៅពេលដែលខ្ញុំដើរវិញហ្នឹងគឺឃើញគ្នាខ្ញុំកំពុងតែបញ្ចូលគ្នាជាមួយនឹង skeleton តែវាកាកណា skeleton ហ្នឹងមកដើរងាប់វិញហើយខ្ញុំក៏បានដើរមកកន្លែងកាប់ថ្មបន្ថែមទៀតតែហត់ខ្លាំងមែនទេហត់ណាស់កាប់ថ្មនេះមែន
Máy hay nhom cà tha và nắng cặp và nắng bia cron ấy và nắng nhá các bạn là vô anh đang vô tao cran trên chiếc slab nào này cứ bia cái này đây nhom riêng đó với tao cran slab trán hay slab nhom cran và nhom cà tha bia cron ấy và nắng nhom không các bạn là đã slab và to tiệt hãy tìm phone nhom các bạn đã hãy nhóm mà chỉ giờ bà lọt đam mây đặt đây cái này đam chơi bao giờ nữa nè đã 4 cái việc đã khó thế rồi xăm men tao bị đã tao soi nhưng các bạn mà đam chơi hay dân đam tốt cho nhưng tới có việc đó không ai nha nè tao ngọc nè hai bên tao bị đam ấy nhưng có vua là bon để nó son tình tụi nó có đặt bật vào hai tới đi xa nhưng không ai chơi thua vì đã về vào hai món tình
finally គឺយើងបានដាក់អស់លបងហើយយើងក៏គ្មានអីទៅធ្វើទេដោយសារយើងអត់មានឈើហើយខ្ញុំក៏បានមករើសខ្សែហើយដើរមើលផ្ទះលេងតិចតិចទៅណានេះហើយក៏បានដើរមកទុក item ដោយសារ item យើងគឺវារៀងវល់ដែរហើយនេះជាចុងក្រោយនៃវីដេអូនេះអ្នកនរគ្នាហើយសូមអ្នកនរគ្នាជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយហើយនេះពូម៉ាក់ខ្ញុំហ្នឹងវាកោខ្ញុំដល់ហើយវាវាយខ្ញុំវាអីណាហើយមានតែប៉ុណ្្នេះអ្នកទាំងអស់គ្នាសូមឲ្យអ្នកគ្នាសុខសប្បាយសំណាងល្អក្នុងជីវិតហើយចុងក្រោយខ្ញុំសូមឲ្យអ្នកគ្នាចាំមើលនៅ part 3 ដែលខ្ញុំនឹងធ្វើវានៅឆាប់នេះដោយសារខ្ញុំរវល់ច្រើនអ្នកគ្នារវល់ទៅរៀនរវល់អីទៅឲ្យបានធ្វើនឹងនៅកាត់តវីដេអូទៀតអញ្ចឹងវាមានតែប៉ុណ្្នឹងហ្នឹងឯងហើយណាមួយដោយសារតែទូរស័ព្ទរបស់ខ្ញុំគឺវា lag វាក្តៅធ្វើឲ្យវាកាំងលេងពិបាកមើលតែមិនអីទេខ្ញុំនឹងខំព្យាយាមធ្វើដើម្បីឲ្យអ្នកនរគ្នាមើលហើយខ្ញុំក៏បានជម្រាបលាអ្នកនរគ្នាពីចម្ងាយផងដែរបាយបាយអ្នកទាំងអស់គ្នា Easy go